ខ្ញុំប្រកាសណាអាត្មាភាពភិក្ខុសុសង្ឃពុទ្ធោវត្តពិសិដ្ឋសូមនមស្ការព្រះថេរានថេរៈគ្រប់ព្រះអង្គក៏សូមចម្រើនពរបងប្អូនញាតិញោមពុទ្ធបរិស័ទថ្ងៃនេះជាថ្ងៃសែលផងដែលហ្នឹងគឺមកនិយាយទាក់ទងពីការធ្វើបន់បណ្ដែតប្រទីបឬក៏ធ្វើបន់អំទូកក្នុងរយៈពេល2សែលមកហើយអញ្ចឹងទើបតែនិយាយថ្ងៃនេះឬក៏បន់អំទូកប្រពៃណីខ្មែរគឺជាបន់ប្រពៃណីខ្មែរដែលដ៏ធំមួយដែលត្រូវប្រារព្ធធ្វើជារៀងរាល់ឆ្នាំឬក៏អាចជាថ្ងៃទី14រោចខែកដឹករៀងរាល់ឆ្នាំបុណ្យនេះមានអត្ថន័យជ្រៅជ្រះរយៈគេហៅថាក្នុងរយៈពេលឬក៏ប្ររពគេហៅថាដើម្បីជាការរំលឹកដល់គុណព្រះពុទ្ធសាសនាហើយនិងវប្បធម៌បុរាណខ្មែរប្រភពដើមនិងទេវកថាក្នុងថ្ងៃនេះភាគច្រើនត្រូវបានផ្សារភ្ជាប់ទៅនឹងរឿងព្រេងដែលមានគេហៅថាព្រះមហាក្សត្រហើយនឹងកៅឌិនរឿងកៅឌិនហើយនឹងនាងនាគហើយឈ្មោះសោមតាមរយៈពេលរឿងនេះការបណ្ដែតប្រទីបត្រូវបានចាត់ទុកថាជាការរំលឹកដល់កើតឡើងនៃក្នុងព្រះពុទ្ធនៅក្នុងប្រទេសកម្ពុជារបស់យើងក្នុងគេហៅថាវារួមផ្សំជាមួយព្រះពុទ្ធសាសនារួមផ្សំជាមួយអ្នកជឿខាងសាសនាព្រាហ្មណ៍ប្ររពធ្វើមកជារៀងរាល់ឆ្នាំហើយនឹងក៏គេហៅថាដល់រំលឹកដល់អរិយទេវតារក្សានៅទឹកធ្វើឲ្យយើងមានទឹកនៅក្នុងខ្លួនយើងក៏មានទឹកដែរមានទឹកមានភ្លើងបើយើងមានតែទឹកអត់ភ្លើងក៏វាអត់កម្ដៅអាហារដែលយើងហូបចុកនៅក្នុងខ្លួនរបស់យើងក៏វាមិនអាចកម្ដៅគ្រឿងទាំងនឹងឲ្យបានរលាយបានដែរគ្រប់សពបែបយ៉ាងទាំងអស់បើមានទឹកមានភ្លើងមានខ្យល់មានអាកាសធាតុផ្សេងនឹងធ្វើឲ្យយើងរស់នៅបានដោយសារធាតុអាកាសហ្នឹងឯងបងអញ្ចឹងសកម្មភាពនៃការធ្វើបុណ្យគឺទី1បណ្ដែតប្រទីបប្រជាជននិយមធ្វើប្រទីបប្រភេទចង្កេងប្រភេទដូចសតូបចេកស្លឹកចេកផ្សេងអ្នកខ្លះក៏ធ្វើផ្កាឈូកហើយឬក៏វត្ថុផ្សេងទៀតដែលនាំមកនៅការបណ្ដែតតាមស្ទឹងតាមអូរតាមអ្នកខ្លះក៏បណ្ដែតតាមទឹកស្រះតាមការពិតបើសិនជាសម័យនៅតូចហ្នឹងភាគច្រើនគឺទឹកចំនួនជន់មកវាមិនហូរខ្លាំងទេគឺហូរតិចអញ្ចឹងទៅធ្វើឲ្យយើងបណ្ដែតប្រទីបហ្នឹងមានម្លូស្លាមាននំសមផ្សេងមានលុយកាក់ទិញទូចដាក់នៅក្នុងទូកនឹងបណ្ដែតទៅក៏ឧទ្ទិសទៅឲ្យញាតិកាទាំង7សន្តានរបស់យើងឬក៏ទេវតាឬអ្នកខ្លះក៏អាចថាបណ្ដែតសេចក្តីអាក្រក់ឲ្យវាទៅតាមទឹកអីចឹងទៅស្រេចតែយើងរំលឹកគេថាអធិដ្ឋានណាអធិដ្ឋានដើម្បីបានសូមឲ្យបានជោគជ័យសូមឲ្យបានមានលាភមានជ័យអានឹងស្រេចយើងឧទ្ទិសទៅអានឹងគឺការជឿរបស់ប្រជាជនខ្មែរយើងទី2គឺការអុំទូកទៅតាមបណ្ដោយទន្លេមេគង្គហើយក៏
ទីកន្លែងដែលមានទឹកគ្រប់គ្រាន់តាមការគេហៅថាប្រកាសប្រគួតទូបប្រពៃណីដូចខ្មែរយើងតែងតែមានប្រគួតទូបប្រគួតអីគ្នានឹងនេះគឺសកម្មភាពពេញនិយមដែលកើតឡើងនៅក្នុងការគេហៅថារក្សានៅសាមគ្គីគ្នាផងហើយនឹងក៏រក្សានៅវប្បធម៌របស់ខ្មែរយើងផងជារឿងមួយល្អដែរហើយនឹងជាស្នាដៃនៃការងារជាក្រុមហ្នឹងហើយការធ្វើកិច្ចការជាក្រុមអញ្ចឹងហើយទី3គឺការដុតភ្លើងអក្ខរាគេដុតភ្លើងហ្នឹងគឺគេហៅថាដុតភ្លើងដុតភុដុតអីហ្នឹងគឺបាញ់ជ្រូចបាញ់អីហ្នឹងគេហៅថាបាញ់ជ្រូចហ្នឹងហើយដុតភ្លើងតិចបងប្អូនខ្មែរយើងខ្លះអត់យល់ហើយនឹងការធ្វើបុណ្យទានដូចថាទៅវត្តទៅស្ដាប់លោកសូត្រមន្តសូត្រអីមុននៃការប្រពៃពិធីអ្នកខ្លះក៏ធ្វើចាប់ដើមពីពីល្ងាចអ្នកខ្លះក៏ក្រោកពីព្រឹកព្រលឹមធ្វើបណ្ដែតបន្ទូប្រទីបហ្នឹងបងប្អូនប្រជាពលរដ្ឋអញ្ចឹងនៅតាមវត្តវាអារាមផ្សេងលើដងទន្លេហើយក៏ជាផ្នែកមួយដ៏សំខាន់ដែលហ្នឹងហើយជាពិធីនេះតំណាងឲ្យការរំលឹកដល់ញាតិសន្តានហ្នឹងហើយក៏ជារឿងមួយដែលយើងគួរណាស់តែរក្សាទុកជាប្រពៃណីវប្បធម៌របស់ខ្មែរយើងរឿងចែងតែធ្វើជារៀងរាល់ឆ្នាំហើយបូជាចំពោះព្រះពុទ្ធនិងវិញ្ញាណក្ខន្ធអាកាសហ្នឹងអាកាសធាតុហ្នឹងឯងបងប្អូនចឹងហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អាចគោរពប្រតិបត្តិទាំងអស់គ្នាអញ្ចឹងអត្តន័យនៃការធ្វើបន់អំទូកឬបណ្ដែតប្រទីបនឹងបើនៅក្នុងសង្គមគឺធ្វើឲ្យគេហៅថាសាមគ្គីគ្នាបើសាមគ្គីភាពគ្នាហើយនឹងការរួបរวมរវាងអ្នកស្រុកអ្នកភូមិនៅគេហៅថានៅប្រទេសជិតគ្នានឹងដើម្បីឲ្យវាមានភាពសាមគ្គីគ្នាទី2បើមាននៅក្នុងសាសនាការរំលឹកដល់គុណព្រះពុទ្ធហើយនឹងស្វែងយល់អំពីសន្តិភាពផ្លូវចិត្តបងប្អូនមានសន្តិភាពដូចរបបដឹកនាំតកូលហ៊ុនសពថ្ងៃហ្នឹងណាបងប្អូនអញ្ចឹងវាខុសគ្នាសន្តិភាពផ្លូវចិត្តពិតប្រាកដមានសេចក្តីសុខមានគេហៅថាដើរទៅណាក៏វាអត់មានហានិភ័យដល់ខ្លួនដូចសពថ្ងៃអញ្ចឹងបើសិនជានៅក្នុងរបបនោះសុំសូលអាចមានគេឆក់ប្លន់ឬអាចមានគេយើងប្រើរបស់អីទំនើបអញ្ចឹងទៅធ្វើឲ្យការអត់ឃ្លានរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងច្រើនហ្នឹងអាចមានដូចថាមានប្រើគ្រឿងញៀនគ្រឿងអីឬក៏ផឹកស្រាស្វឹងរោប្រកាសមិនបានទិញរបស់ទៅនឹងក៏ឃើញរបស់ដែលបងប្អូនពាក្យចំខ្លួនហ្នឹងគឺអាចធ្វើបាបមានការឆក់ប្លន់អីផ្សេងអាហ្នឹងគឺជារឿងមួយដែលយើងទាំងអស់គ្នាគួរតែយកចិត្តទុកដាក់ទាំងអស់គ្នាហ្នឹងបើនៅក្នុងទី3គឺនៅក្នុងប្រវត្តិសាស្ត្រតំណាងវប្បធម៌ខ្មែរដែលមានអាយុយូរលង់រាប់ពាន់ឆ្នាំមកហើយបើជាបន់មានលក្ខណៈប្រពៃណីដោយរវាងគេហៅថាក៏វាជានៅតែរក្សាបាននៅភាពទាក់ទាញនិងសកម្មភាពសប្បាយរីករាយទាំងអស់គ្នានៅក្នុងក្រុមគ្រួសារនានាហើយនៅរហូតមកដល់បច្ចុប្បន្នហ្នឹងអញ្ចឹងការធ្វើបន់បណ្ដែតប្រទីបអំទូកផ្សេងហ្នឹងជួបជុំគ្នាហើយភាគច្រើនគឺបងប្អូនទៅធ្វើបន់បាំងស្គលដើម្បីឧទ្ទិសគេហៅថាបន់កុសលទៅឲ្យវិញ្ញាណក្ខន្ធមិនថាបងសាច់ញាតិសន្តានរបស់យើងទេគឺយើងតែងតែរំលឹកដើម្បីឲ្យវិរិយជនរបស់យើងដែលបានការពារ
ឬក៏បានបង្កើតនៅគេហៅថាប្រទេសបង្កើតនៅទឹកដីដែលយើងមានគេហៅថាសញ្ជាតិបានដល់សពថ្ងៃហ្នឹងគឺដោយសារបព្វបុរសខ្មែរយើងនឹងឯងអញ្ចឹងហើយសូមឲ្យបងប្អូនរក្សានៅទំនៀមទម្លាប់រក្សានៅសេចក្តីថ្លៃថ្នូររក្សានៅភាពសាមគ្គីគ្នាចេះជួយគ្នាទៅវិញទៅមកកុំមើលឃើញថាអូអ្នកនេះកើតអីឈឺអីហើយមិនមែនជាសាច់ញាតិរបស់ឯងមិនមើលមិនអាចជួយបើសិនហួសវិស័យនៃការជួយអានឹងចាំបងប្អូនអាចតាក់ទងអ្នកភ្នាក់ងារណាដែលគេអាចជួយបានបើសិនជាបងប្អូនអាចជួយបានទទូចអីគឺយើងអាចជួយគ្នាបានអានឹងក៏សូមឲ្យសូមផ្ដាំផ្ញើប្រជាជនខ្មែរយើងទាំងអស់ឲ្យបានចេះជួយគ្នាបងប្អូនចេះជួយគ្នាអញ្ចឹងបើសិនជាយើងចេះជួយគ្នាមានគេហៅថាសម្ព័ន្ធភាពរវាងគ្នានឹងគ្នាបានល្អវាជារឿងមួយដែលមនុស្សយើងគូកើតមានវាអត់ដូចសត្វដេរិឆានវាមិនចេះនិយាយគ្នាឃើញគ្នាវាចេះខំគ្នាអីអញ្ចឹងនឹងបើមនុស្សយើងអាចនិយាយភាសាជាមួយគ្នាបានចេះភាសាចេះអក្សរចេះគិតចេះមើលឃើញចេះស្ដាប់ដឹងយល់អំពីសភាពការដែលខ្លួនយើងម្នាក់ត្រូវតែមានហ្នឹងសូមឲ្យបងប្អូនជួយគ្នាទៅវិញទៅមកបងអញ្ចឹងមុននឹងបញ្ចប់នៃការនិយាយនៅថ្ងៃនេះអប់រំចិត្តរបស់បងប្អូនប្រជាពលរដ្ឋឬក៏បងប្អូនទូទៅដែលបានឃើញក៏សូមជួយ like ជួយ share ដើម្បីឲ្យបងប្អូនផ្សេងទៀតបានស្ដាប់បានឮបានយល់យកទៅគិតបដិបត្តិតគ្នាអញ្ចឹងមុននឹងបញ្ចប់នៅក្នុងការផ្សាយនេះក៏សូមជូនពរឲ្យបងប្អូនជាពលរដ្ឋខ្មែរចេះរួបរวมសាមគ្គីគ្នាជួយគ្នាដំណាក់កាលនេះវាមានបញ្ហាជាមួយប្រទេសជាតិខាងទៀតផងហ្នឹងក៏សូមឲ្យបងប្អូនចេះជួយគ្នាសាមគ្គីគ្នាដើម្បីសញ្ជាតិយើងទៅមួយមិនថានៅក្នុងប្រទេសណាឬក៏ទ្វីបណាហើយនៅក្នុងទីកន្លែងណាក៏ដោយសូមឲ្យបងប្អូនចេះរួបរวมសាមគ្គីគ្នាចឹងសូមឲ្យបានជួបប្រទេសតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយសូមបញ្ចប់ពរ